ប្រទេសកម្ពុជាយើងគេបំផ្លាញច្រើនដងហើយក្នុងឆ្នាំ1140ចាមបានចូលទន្ទ្រានឈ្លានពានដុតកំទេចក្បួនខ្នាតប្រទេសស្ទើរតែអស់ក្រោយមកបានមកវិញក្រោយមកទៀតសៀមវាយចូលដល់អង្គរប្រមូលទៅនៅក្បួនខ្នាតអស់ទៀតក្រោយមកដល់សម័យលង្វែកប្រកូនណាក្រោមការដឹកនាំដ៏ឈ្លាសវៃប៉ិនប្រសពរបស់ព្រះកុណាព្រះបាទអង្គចន្ទរាជាព្រះអង្គឆ្លៀសព្រះអង្គបានប្រមូលអ្នកប្រាជ្ញតាមបណ្ដាលរាជធានីខេត្តផ្សេងៗឲ្យមកជួបជុំគ្នាចងក្រងនៅក្បួនខ្នាតទុកដាក់ក្នុងបន្ទាយបានកសាងវត្តដែលជុំវិញនេះវត្តមាន100តម្កល់ក្បួនខ្នាតក្នុងនោះក្រោយមកសម្ដេចព្រះនរេនសូរព្រះអង្គវាយមកបែកលង្វែកប្រមូលទៅអស់ទៀតខ្មែរនៅសល់អីក្បួនខ្នាតទីប្រមូល3ដងហើយចាស់មិនប្រមូលទេដុតសៀមវាយចូលម្ដងទៀតប្រមូលដល់តែប្រមូលពីនគរនៅតាមខេត្តដល់ខេត្តប្រមូលមកដាក់លង្វែកដល់គេវាយលង្វែកបែកមួយទៀតមានសល់អីទៀតអត់សល់ទេមកសួរបន្តិចទៅសល់ឬមិនសល់សល់តាណាសល់តាមវត្តទាំង100ដែលព្រះអង្គកសាងគេប្រមូលទៅពីបន្ទាយទេតែតាមវត្តអត់បានប្រមូលអញ្ចឹងវត្តដើរតួសំខាន់អញ្ចឹងដែរពេលដែលសល់ក្បួនសត្រានឹងវត្តទើបបុរាណបង្កើតសាលាឲ្យនៅនឹងវត្តអញ្ចឹងសិស្សពីដើមចេញពីវត្តមេឃុំកូនសិស្សវត្តមេស្រុកកូនសិស្សវត្តរដ្ឋមន្ត្រីកូនសិស្សវត្តព្រោះប្រព័ន្ធអប់រំចេញពីវត្តដល់អញ្ចឹងទៅសុជីវធម៌ប្រពៃណីទំនៀមទម្លាប់របស់ថ្នាក់ដឹកនាំតាំងពីក្រោមជាតិរហូតដល់ជាតិចេញពីវត្តគំនិតបញ្ញវន្តចេញពីវត្តអញ្ចឹងធ្វើឲ្យសង្គមក្នុងសម័យនោះរុងរឿងរហូតដល់សម័យក្រោយមកដោយសារតែកម្លាំងសាមគ្គីចេញពីវត្តច្រើនពេកយើងបិទភ្នែកទៅមើលអាសង្គ្រាមឆាត់សង្គ្រាមឆាត់នោះដើមចេញពីវត្តដែរដល់អញ្ចឹងហើយទើបគេបំបែកវត្តឲ្យនៅផ្សេងសាលារៀននៅផ្សេងក្រោយមកទាំងពីរនេះមិនចូលរួមសហការគ្នាទេរហូតតែធ្វើឲ្យធ្លាក់ចុះធ្លាក់រហូតមកបាត់ត្រឹមណា4ខ្នាតបាត់ត្រឹមណាបាត់ត្រឹមសម័យអង្គការមហាលូតផ្លោះក្បួនសត្រាបាត់ចេញអស់ហើយតែនៅនឹងវត្តដល់តែគេវាយវត្តទៀតបាត់ក្បួនខ្នាតបាត់ប្រពៃណីក្រោយមកពង្រួមគ្នារើសពីនេះបន្តិចពីនោះបន្តិចយកមកចងយកមកច្បាក់យកមករឹតបានសំបីតែព្រាមបាគូបែកពីឆ្នាំចុងមកឆ្នាំ93រត់ដបោកបានប្រហែល10ហើយបានតែ2ហ្នឹងហើយក្រោយមក2នេះបានបង្កើតកូនបាន10ណ៎ហ្នឹងហើយសាជ្រាវយើងគិតមើលឲ្យប្រទេសរាជានិយមដែលមានអំណាចលើសលាវលើសសៀមក្នុងសម័យសង្គមរាស្ត្រនិយមរើសបានព្រាមបាគូតែ2ហើយ2ហ្នឹងមិនដឹងឲ្យកូនព្រាមមិនមេព្រាមទៀតហ្នឹងហើយយើងគិតមើលកំសត់កំរប៉ុណ្ណាហើយដល់ពេលវិខុសង្ឃអត់ទៅមកគ្មានរើសបានពីណាមួយទេបាន7អង្គដំបូងក្នុងនោះមានសម្ដេចព្រះសង្ឃរាជសម្ដេចព្រះសង្ឃនាយកបច្ចុប្បន្នដែលសល់ទៅ2ព្រះអង្គនឹងទៀតជាស្ថាបនិកប្រសំឡើងវិញអញ្ចឹងយើងគិតមើលទៅតែកំសត់កំរប៉ុណ្ណាក្នុងការបែកបាក់ឆ្លុះផ្ទះតែគ្នាតាមហេតុដែលគេញាក់ដែលគេទាញដែលគេពំពួកយើងហ្នឹងយើងមិនបាច់បង្កើតចាស់អីទេយើងគ្រាន់តែរក្សាចាស់ទៅមហោរី